សូលេកាថ្ងៃនេះតម្លៃរូបភាពប្រមាណសន្លឹកគៀកកាយគ្នាយ៉ាងជិតស្និទ្ធស្រាប់តែមហាជនតាមសួរប្រងព្រាតតែម្ដងបាទអនុញ្ញាតគ្រប់នឹងជម្រាបសួរយើងវិលមកជួបគ្នាសារជាថ្មីទៀតហើយពេជ្រសូលេកាថ្ងៃនេះតម្លៃរូបភាពប្រមាណសន្លឹកគៀកកាយគ្នាយ៉ាងជិតស្និទ្ធស្រាប់តែមហាជនតាមសួរប្រងព្រាតតែម្ដងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានអត្ថបទសារព័ត៌មានថ្ងៃនេះសូមអញ្ជើញរីករាយទេសនាដូចតទៅប្រិយមិត្តជាច្រើនមិនតិចអ្នកនោះទេពិតជាបានស្គាល់ច្បាស់ហើយថាអ្នកនាងពេជ្រសូលេកានោះដែលជាតារាចម្រៀងស្រីម្នាក់ដ៏ល្បីប្រចាំផលិតកម្មពីស្មៃហងមាសដែលមិនអាចមើលរំលងបានឡើយរាល់បទចម្រៀងជាច្រើនបទរបស់នាងនៅតែដកជាប់នៅក្នុងក្រអៅបេះដូងមិនដែលស្ដាប់ចំណេញទោះបីជាស្ដាប់ច្រើនយ៉ាងណាក៏មិនចិនណាយឡើយជាមួយនឹងទឹកដមសំនៀងដ៏ពិរោះរណ្ដំរបស់នាងអាចនិយាយបានថាពេជ្រសូលេកាពិតជាទទួលបាននូវភាពជោគជ័យលើអាជីពជាអ្នកចម្រៀងរបស់នាងខ្លាំងដោយបានលេចមុខតាមឆាកតន្ត្រីនានានិង event ច្រៀងតាមក្លឹបកំសាន្តជាហូរហែផងដែរងាកទៅមើលរូបសម្រស់របស់តារាចម្រៀងស្រីរូបនេះឯណោះវិញពិតជានៅស្រស់ស្អាតក្មេងជាងវ័យទោះបីជានាងមានកូនប្រុសម្នាក់រួចរាល់ទៅហើយក៏អាចនិយាយបានថាស្អាតជាងនៅកំមទៀតមិនថាតែងខ្លួនបែបណានោះទេមើលទៅឡើង cute មានភាពតាក់ទាញដល់ហើយចំណែកកាលពីរាត្រីថ្ងៃ18ដុល្លារ2022នាម្សិលមិញនេះគេបានឃើញពេជ្រសូលេកាបានទម្លាយរូបភាពប្រមាណសន្លឹកនេះដែលមានភាពស្និទ្ធស្នាលជាមួយបរិសម្នាក់ធ្វើឲ្យមហាជនជាច្រើនជាពិសេស fan ដែលជាអ្នកគ្រប់គ្រងបានគិតថាជាគូស្នេហ៍របស់នាងផ្ទុយទៅវិញខុសពីការគិតរបស់មហាជនដោយពេជ្រសូលេកាបានចេញមុខមកទម្លាយថាបរោះដែលថតរូបគៀកកាយជាមួយនឹងនាងតាមពិតជាបងប្រុសបង្កើតរបស់នាងមិនមែនជាគូស្នេហ៍នោះឡើយទេនៅក្នុងនោះអ្នកប្រើប្រាស់បណ្ដាញសង្គមហើយក៏ដូចជាអ្នកដែលគ្រប់គ្រងបានចូលទៅខមមិនប្រងព្រាតតែម្ដងដូចគ្នាហើយបើមិនបងទៅចម្លែកធ្វើស៊ីផ្លូវអារម្មណ៍ fan ណាហាបងប្រុសគាត់អូនបងប្អូនបងច្រមុះដូចគ្នាមុខស្តៀងគ្នាទៀតមុខដូចគ្នាមុខដូចគ្នាណាស់មុខស្តៀងគ្នានឹងបងប្រុសគាត់មើលតែកែវភ្នែកក៏ដឹងច្បាស់ប្រិយមិត្តអ្នកចង់តែបានដឹងច្បាស់ដោយអ្វីដែលស្ដាប់ហេតុការណ៍បានលើកយកមកនិយាយនៅថ្ងៃនេះផងដែរថាពេជ្រសូលេកាគឺជាតារាចម្រៀងម្នាក់ប្រចាំនៅផលិតកម្មពីស្មៃហងមាសនាងពិតជាមានសម្រស់ស្រស់ស្អាតទាក់ភ្នែកមហាជនមែនទែនពីស្ដាប់ហេតុការណ៍សូមគោរពលា